ជំរាបសួរបងប្អូនជនរួមជាតិអ្នកតាមដានស្ដាប់សម្លេងប្រជាធិបតេយ្យជឿនលឿនជាទីគោរពស្នេហា15មិថុនា1962 2026អបអរសាទរខួប64ឆ្នាំដែលប្រាសាទព្រះវិហារបានមកជារបស់ខ្មែរយើងវិញព្រះបាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេប្រទេសហូឡង់ហើយព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីតាមសាលក្រមរបស់តុលាការនេះទៅលើការឈ្លានពាននិងចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់ប្រទេសសៀមលើខាងក្រោមនេះជាប្រភពពីរាជបណ្ឌិតសភាកម្ពុជាអំពីប្រាសាទព្រះវិហារនិងព្រឹត្តិការណ៍សំខាន់17ចំណុចគប្បីចងចាំស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាង1000ឆ្នាំកំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្ពស់ប្រមាណ625ម៉ែត្រពីនីវ៉ូទឹកសមុទ្រនាំឲ្យមនុស្សម្នាកោតស្ញប់ស្ញែងចាត់ទុកជាទីសក្ការៈនិងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់កាលសម័យអង្គរប្រាសាទព្រះវិហារគឺមានឈ្មោះដើមថាស្រីសិក្ខាគិរីស្វរៈមានន័យថាជាម្ចាស់នៃកំពូលភ្នំហើយក៏ជាឈ្មោះនៅលឹងថ្មព្រះឥសូរដែលស្ដេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៃគ្រិស្តសករាជឆ្នាំ889ធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែកដែលកាលនោះគឺស្ថិតនៅចំកណ្ដាលនៃអតីតទឹកដីមហានគរខ្មែរដែលបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារជាប់ខេត្តស៊ីសាកេតប្រទេសសៀមប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រសាងសង់ក្នុងអំឡុងចុងសតវត្សទី9បញ្ចប់នៅដើមសតវត្សទី12ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2នៃសម័យមហានគរដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនាជាបន្តយើងខ្ញុំសូមធ្វើការសង្ខេបពីព្រឹត្តិការណ៍និងការបរិច្ឆេទសំខាន់ដែលកុលបុត្រាបុត្រីកម្ពុជារដ្ឋគប្បីចងចាំឲ្យបានច្បាស់ដូចខាងក្រោមឆ្នាំ889ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1សាងសង់ចុងសតវត្សទី9និងបញ្ចប់ដើមសតវត្សទី12ឆ្នាំ1954ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាចាប់ផ្ដើមផ្ទុះឡើងខ្លាំងថ្ងៃទី6ខែតុលាឆ្នាំ1959កម្ពុជាដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យភាពដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទក្រោយការតវ៉ាតាមរយៈការទូតជាមួយថៃបរាជ័យថ្ងៃទី8ខែធ្នូឆ្នាំ1959សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាថ្ងៃទី10-15ខែមេសាឆ្នាំ1960សាវនាការជាសាធារណៈដើម្បីជំនុំជម្រះលើកបណ្ដឹងជំទាស់របស់ភាគីថៃថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើកបណ្ដឹងរបស់កម្ពុជាថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេបានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី32នាទីក្រុងកេបិចប្រទេសកាណាដាក្រោមសេចក្តីសម្រេច32ខំ 8B 102ថ្ងៃទី10ខែតុលាឆ្នាំ2001រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការ UNESCOថ្ងៃទី30ខែមិថុនាឆ្នាំ2006ការបញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ក្រុងប៉ារីសថ្ងៃទី23-29តុលាឆ្នាំ2006បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវិយតម្លៃប្រាង្គប្រាសាទនិងរមណីយដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារថ្ងៃទី21ខែមករាឆ្នាំ2007សេចក្តីយល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS
ថ្ងៃទី23ខែមិថុនាថ្ងៃទី2កក្កដាឆ្នាំ2007កិច្ចប្រជុំលើកទី31របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅគ្រីសឆេកប្រទេសនូវែលសេឡង់ថ្ងៃទី7កក្កដាឆ្នាំ2008ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី32របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ទីក្រុង Quebec ប្រទេសកាណាដាថ្ងៃទី15ខែកក្កដាឆ្នាំ2008ថៃបានឲ្យទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វរៈក្បែរតំបន់ប្រាសាទព្រះវិហារចម្ងាយប្រមាណ300ម៉ែត្រពីទឹកដីកម្ពុជាថ្ងៃទី11ខែសីហាឆ្នាំ2010កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឲ្យមានយន្តកម្មអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរថៃមុំជាប់ប្រាសាទព្រះវិហារថៃបានបង្កើតផែនទីឯកតោភាគីមានទំហំ 4.6 គីឡូម៉ែត្រការ៉េជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួនផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីខ្មែរនិងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ1962របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌសូមបញ្ជាក់ថាឆ្នាំ2025សៀមបានបិទច្រកព្រំដែនជាឯកតោភាគីនិងធ្វើសង្គ្រាមឈ្លានពានកម្ពុជាបណ្ដាលឲ្យខូចខាតប្រាង្គប្រាសាទខ្មែររួមទាំងប្រាសាទព្រះវិហារផងដែរ